នៅក្នុងឆាកជីវិតរបស់រិនសុក្រិតខ្ញុំនេះចាត់ទុកថាខ្ញុំមានសំណាងបានស្គាល់បានរាប់អានមនុស្សល្អៗជាច្រើនហើយពួកគាត់សុទ្ធតែជាអ្នកបានចូលរួមចំណែកនៅក្នុងការផ្លាស់ប្ដូរជីវិតខ្ញុំឲ្យកាន់តែប្រសើរនៅក្នុងនោះក៏មានដែរភរិយារបស់ខ្ញុំនាងគឺជាមនុស្សម្នាក់ដែលបានកាន់ដៃខ្ញុំស្អិតជាងគេបើទោះបីនាងដឹងថាគ្រួសារខ្ញុំមិនមានជាភាពទូធាក៏ដោយភក្តីភាពរបស់នាងនិងការជួយជ្រោមជ្រែងរបស់នាងចំពោះរូបខ្ញុំបានផ្ដល់ឱកាសឲ្យខ្ញុំអាចកាន់ដៃនាងចូលផ្ទះថ្មីដែលពួកយើងទើបតែរៀបចំកម្មវិធីឡើងផ្ទះកាលពីខែមិថុនាកន្លងទៅថ្ងៃហ្នឹងចង់សួរប្រពន្ធដៃត្រង់ថាបើប្តីមានប្រាក់ខែអត់ដល់500ឆ្លាញ់អត់អូយភឺសបងមិនបែរនិយាយរឿងហ្នឹងគេបងល្បីអនត្រេនរឿងហ្នឹងទេបងប្អូនអ្នកមើលហ្នឹងប្រាក់ខែប្រហែលបើប្រាក់ខែ500អីឆ្លាញ់អត់ការឆ្លាញ់ដំបងមិនប្រាក់ខែប៉ុន្មាន4.8តែអូនអត់បានដឹងថាបែរប្រាក់ខែប៉ុន្មានហ្នឹងអត់បានសួរអូនឆ្លាញ់យកហ្មងយើងងប់ងល់ជាមួយគេយកមកដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំនិងភរិយារបស់ខ្ញុំបានបើកចិត្តអង្គុយជជែកគ្នាលេងជាលើកដំបូងអំពីអនុស្សាវរីយ៍ល្អៗមួយចំនួនដែលធ្វើឲ្យពួកយើងអាចមានភាពរីកចម្រើនរហូតមកដល់សពថ្ងៃនេះជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់កម្មវិធីជជែកស៊ីត្រាវមួយប្រពន្ធខ្ញុំ podcast គេហៅ podcast ឥឡូវបងសួរម៉ែងថានៅពេលដែលចាក់ផ្ដើមស្រឡាញ់គ្នាដំបូងមើលឃើញអីគេមុនគេពីបងបែងស្អាតហ្នឹងហើយស្អាតមនុស្សគ្រាន់តែឃើញយើងមិនតន់ដឹងចរិតមែនទេរូបសម្បត្តិខាងក្រៅទៅធ្វើឲ្យយើងចាប់អារម្មណ៍ហ្នឹងហើយខ្ញុំចាប់អារម្មណ៍ដំបូងឡើយប្តីខ្ញុំស្អាតសើចស្រស់ហ្នឹងហើយឥឡូវស្អាតបែបអ្នកមានកូនមួយអ្នកមានប្រពន្ធមានកូនស្អាតបែបស្លក់ហើយបងប្អូនអរគ្នាអត់តែកាលពីមុនបាយស្លក់ជាងនឹងទៀតអត់បាយស៊ីកាលនឹងក្រចោលប្រហែលអូខេមើលក្រៅពីស្អាតសង្ហាសំឡេងបរោះនិយាយការនិយាយដឹងមានចំណេះដឹងខ្ពស់ការនិយាយអីគេទៀតមួយទៀតគាត់អត់លាក់ប្រវត្តិទេគាត់ជួបខ្ញុំភ្លាមគាត់និយាយប្រាប់ថាគាត់នៅបន្ទប់ជួលនៅជាមួយអ្នកណាហ្នឹងហើយប្រាប់ទាំងអស់នៅជាមួយអ្នកណាហើយប្រាប់ប្រវត្តិទាំងអស់ថាជាក្មេងវត្តឪពុកម្ដាយក្រីក្រអីប្រាប់ទាំងអស់អត់បងនិយាយទាំងទៀតអត់លាក់ឯងបើនិយាយការពីត្រឡប់ទៅមើលរូបខ្លួនឯង2017វិញបានដឹងថាអូយសម្រាប់វិញគឺ0ហ្មងហើយមានម៉ែស្រឡាញ់អូនមុននឹងជួបម៉ែហ្នឹងគឺបងក៏មានដែរតំណែងលក្ខណៈស្គាល់មនុស្សស្រីអីចឹងដេតអីចឹងណាហើយពេលហ្នឹងគឺជាពេលដែលកំពុងកៅរាវរមើនារីណាដែលគាត់ថែបបោះបងណាដូចរាវមានចឹងតើពេលផ្ទុះបឹមហ្មងមុននឹងឆ្លាញ់ម៉ៃហ្នឹងគឺដោយសារតែបងអត់ចូលចិត្តថាអូបើតាមតាក់តងអ្នកនឹងហើយបើត្រឹមញ៉ាំអីម្ដងពីរដងហើយមើលទៅនិយាយឲ្យគាត់ដូចអត់បង្ហាញការឆ្លាញ់ហ្នឹងមកបងវិញទេគឺបងចេញហ្មងគឺបងអត់តាមគាត់ទេបងអត់ចំណាយពេលខាតមួយពួកគាត់ទេអញ្ចឹងដល់ពេលម៉ែឯងគាត់ជជែកគ្នាមានអារម្មណ៍ថាម៉ៃរៀង friendly រៀងគេហៅថា SLH ដាក់បែកមករៀងអារបៀបដូចនិស័យវាហុចគាត់រៀងអោនមកចឹងទៅខ្ញុំរៀងអោនទៅមានអារម្មណ៍ថាដូចចាប់គ្នាមើលកុំនិយាយអញ្ចឹងមើលនិយាយថាអូនហេទៅបែហេមកហេទៅវិញទៅមកអញ្ចឹងដល់អញ្ចឹងមានអារម្មណ៍ថាគាត់មនុស្សស្រីស្រួលគាត់អត់ប្រកាន់ខ្លួនគាត់ស្រួលតាក់ទងគ្នាស្រឡាញ់គ្នាអញ្ចឹងហើយគាត់នៅបើស្រឡាញ់គ្នាអានេះគេហៅនិស័យហ្មងហ្នឹងកន្លែងហ្នឹងបានបងជឿនិស័យពេលមករៀននៅពេញបាយអាសាទៅផ្ទះប៉ុន្តែអូនសុំទៅដែរអត់ឲ្យទៅហ្មងនិយាយទៅបងផ្លាប់បកាយដែរកន្លះឆ្នាំជាងសុំគាត់ទៅលេងផ្ទះគាត់អត់ឲ្យទៅទេពេលហ្នឹងឆ្ងល់អញ្ចឹងអាប៉ែហ្នឹងកាស្អីគេមិនឲ្យទៅលេងដល់ពេលឲ្យគេនាំទៅលេងផ្ទះគេលើកទី1បងប្អូនណាយទៅសផ្ទះគេប៉ុណ្ណានេះប៉ុនក៏ផ្លូវហើយទូចញ៉ាំនៅម៉ែថាទូចញ៉ាំខ្លាំងអាលំហ្មងផ្ទះហ្នឹងអូពេលភ្លៀងខ្យល់អត់យល់ហ្មងពេលបងនៅទូចតែពេលឃើញហើយមិនបានម៉ែនៅតែស្រឡាញ់ហ្មងចុះពេលហ្នឹងស្រឡាញ់បាត់ហើយហ្នឹងស្រឡាញ់ហើយស្រឡាញ់ដែរអត់ខ្វល់ពីអ្វីៗទាំងអស់ហ្នឹងងប់ឲ្យប្រុសហ្នឹងមិនងប់ទេតាំងពីមុនស្គាល់បែងទៀតខ្ញុំគិតថាមកជីវិតខ្ញុំនេះខ្ញុំស្រឡាញ់មនុស្សប្រុសណាក៏ដោយអត់គិតថាគេមានឬក្រទេសំខាន់ស្រឡាញ់ខ្ញុំស្មោះពិតប្រាកដមួយខ្ញុំអត់ហើយមិនដឹងថាអាហ្នឹងជា
គេហៅ law of attraction ច្បាប់ស្រូបទាញហ្នឹងឬក៏មិនទេហើយអត់ដែរសម័យចង់បានប្រុសអ្នកមានទេបរិសអ្នកមានអីអត់ទេរួចគិតថាឲ្យទៅមនុស្សប្រុសហ្នឹងចរិតល្អតស៊ូមួយគ្នាថ្ងៃក្រោយគឺដឹងតែមានហើយនិយាយទៅអូនគិតអញ្ចឹងរហូតខ្ញុំមិនរំពឹងខ្ពស់ពីគាត់ក៏មិនរំពឹងខ្ពស់ពីខ្ញុំពេកពួកយើងតែងតែគិតថាពួកយើងអាចកសាងអនាគតរួមគ្នាមួយបងតែងស្រមៃថាថ្ងៃណាមួយបាទពេលហ្នឹងអូនមិនមែនល្ងងទេណាអូនជាក្មេងស្រីម្នាក់ដែរអាចនិយាយបានថាអូនគិតគូរបានវែងឆ្ងាយជាពិសេសរឿងហិរញ្ញវត្ថុដោយសារតែអូនចេះរលុយតាំងពីអាយុ15-16ឆ្នាំអញ្ចឹងដែលការដែលអូនខំប្រឹងរលុយមកបានកាក់សេនហ្នឹងមិនដែលមានម៉ែឪណាមកជួយហងហើយអូនឃើញថាពេលហ្នឹងការងារបែងល្អទោះបីប្រាក់ខែមិនច្រើនប៉ុន្តែអូនជឿថាថ្ងៃក្រោយទៅទាំងប្តីទាំងប្រពន្ធខំប្រឹងពួតដៃគ្នាទៅនឹងតែមានហើយឥឡូវមានសំណួរនេះឡើយហ្នឹងទៅមកដល់សំណួរនេះគេថាគេបានឃើញពីការតស៊ូរបស់យើងកាលនៅស្រឡាញ់ជាសង្សារតើយើងធ្លាប់មានក្តីសម័យរួមគ្នាអីអត់កាលពីពេលហ្នឹងក្តីសម័យរបស់យើងដំបូងគេអីគេកុំតន់អាននិយាយរឿងក្តីសម័យកាលដែលអូនចាប់ផ្ដើមមកនៅពេញដំបូងអូនរៀងខ្នើសចិត្តមួយបែងរឿងមួយដែលសារអីទោះបីធ្វើតែបិទតែអូនរៀនមែនប៉ុន្តែអូនរកស៊ីលក់អនឡាញតិចតួចអីចឹងទៅដល់ពេលបែងគឺអ្នកធ្វើការសុទ្ធហ្មងហើយមានអារម្មណ៍ថាពេលហ្នឹងអូនពិបាកអូសទាញបែងឲ្យមករកស៊ីអូនមានអារម្មណ៍ថាមនុស្សងប់តនឹងការធ្វើការគឺងប់នៅក្នុងអอฟហ្វិសនិយាយចរិតបងធ្វើការនេះមកមានអារម្មណ៍ថាចរិតមួយដែលអត់មានមហិច្ឆតាធំចរិតងប់ទៅនៅកន្លែងអอฟហ្វិសទៅធ្វើការម៉ោង8ព្រឹកបងប្អូនគេធ្វើការគេចេញពីធ្វើការម៉ោង6គាត់អត់ទេណានៅជាសង្សារនឹងគ្នាធ្វើការដល់ម៉ោង8 9យប់សឹងទៅរាល់ថ្ងៃហើយថ្ងៃសៅរ៍អាទិត្យណាក៏គាត់ធ្វើការដែរពេលហ្នឹងខ្ញុំខឹងគាត់មែនតើគាត់ងប់មួយការងារពេកអត់មានពេលវេលាផ្ដល់ឲ្យខ្ញុំមេឃើញវីដេអូនេះហើយមេគួរនឹកខ្ញុំបើបែងគិតត្រឡប់ទៅវិញបែងយល់អារម្មណ៍អូនពេលហ្នឹងហើយយល់ដែរតាមពិតទៅបងក៏នេះដែរគាត់ថាវាជាចរិតរបស់បងពេលដែលបងធ្វើអីមួយបងធ្វើអស់ពីលទ្ធភាពធ្វើអស់ពីចិត្តលះបង់ខ្លួនឯងដើម្បីឲ្យចង់ឲ្យស្ថាប័នរីកចម្រើននេះចឹងណាតែបែងភ្លេចអូនហើយតាមពិតបើសិនជាបងនៅធ្វើការក៏មិនអាចមានជីវិតស្រស់ប្រងនេះរាល់ថ្ងៃដែរណាបើចរិតបងធ្វើការហ្នឹងហើយបើបងឯងនៅធ្វើការប្រហែលជាអត់មានថ្ងៃនេះទេពិបាកណាបាទដល់ងប់ងល់មួយការងារពួកអីការកូវីដការជំនាន់កូវីដសឹងថាបាញ់បាត់ប្រាក់ខែសឹងទាំងស្រុងហ្នឹងហើយការហ្នឹងគឺបានចំណូលមកភាគធំពីការរកស៊ីរបស់អូនលក់អនឡាញហើយបាញ់ខ្ចីលុយអូនទៅបង់ធនាគារឲ្យប៉ានិយាយលឹកអារឿងហ្នឹងខ្ញុំលឹកដល់ចាស់ពួកអីមែនខ្ចីមែនវក់ការងារពេកដល់ពេលដាច់យាយមែនទេខ្ចីលុយឯងទៅបង់ធនាគារឲ្យមានចាំពាក្យសម្ដីអត់មានឯកសារអត់មានបាញ់តាមវិញឲ្យបាញ់តាមវិញឲ្យតលិនណា$600ហើយខ្ចីរីរងចលឡើងចូល1000ហើយគេបើថារឿងកតញ្ញូហ្នឹងវាកតញ្ញូមួយផងបងក៏ចាប់ដើមសង្កេតដែរពេលដែលចាប់ដើមឃើញម៉ែងលក់អនឡាញលក់អីចឹងទៅហើយឃើញស្គាល់អ្នកអបអានដតីទៀតគេអ្នកចង់ផ្សព្វផ្សាយផលិតផលអញ្ចឹងគេមកសួរយោបល់បងអីចឹងបងចាប់ដើមសង្កេតមើលទៅចុះវិស័យអនឡាញនេះមិនធម្មតាអញ្ចឹងរកចំណូលបានច្រើនដែរអញ្ចឹងបើសិនជាធ្វើឲ្យល្បីតែខ្ញុំអត់និយាយបងប្អូនដែលអត់ល្បីទេណាបើសិនជាលក់មក brand ហើយយើងអត់ចេះធ្វើទីផ្សារអាហ្នឹងអាលំអាលាយខាតដូចគ្នាហ្នឹងតែ